សង្ស័យលោកម៉ៅធននិនត្រូវបានតែងតាំងជាអភិបាលខេត្តកំពតសម្រាប់អាណត្តិទី 2 ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកម៉ៅធននិនជាអភិបាលខេត្តកំពតសម្រាប់អាណត្តិទី 2 នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2025 ការបីធ្លាយព្រះរាជក្រឹត្យតែងតាំងលោកម៉ៅធននិនសម្រាប់អាណត្តិទី 2 ក្រោយលេចលើព័ត៌មានថាលោកនឹងត្រូវទៅកាន់អភិបាលខេត្តស្វាយរៀងហើយលោកកើតសេអភិបាលរងឡើងកាន់តំណែងអភិបាលខេត្តពេលនេះអ្វីត្រូវបានបញ្ជាក់ហើយគឺនៅក្នុងតំណែងអភិបាលខេត្តកំពតបន្តលោកម៉ៅធននិនបានផ្លាស់ពីខេត្តពោធិ៍សាត់មកគ្រប់គ្រងខេត្តកំពតនៅឆ្នាំ 2021 ជំនួសលោកជាវតាយផ្លាស់ទៅកាន់ខេត្តពោធិ៍សាត់វិញ